នេះយើងនឹងបន្តមេរៀនរបស់យើងទៅកាន់ចំណុចថ្មីមួយទៀតគឺចំណុចទី5គណនាម៉ាស់ទឹកក្នុងសមាសធាតុសមាសធាតុក្រាមទាំងឡាយណាដែលមានទឹកក្នុងម៉ូលេគុលរបស់វាហៅថាសមាសធាតុអ៊ីដ្រាតេឧទាហរណ៍ក្រាមតុងដែង2សូលផាតប៉ង់តាអ៊ីដ្រាតេមានរូបមន្ត CuO4 5 ទឹកបងប្អូនប្រហែលជាឆ្ងល់នឹងពាក្យប៉ង់តាអ៊ីដ្រាតេពាក្យនេះគឺចង់សំដៅថាមានម៉ូលេគុលទឹកចំនួន5ក្នុងសមាសធាតុអ្នកគ្រូនឹងបង្ហាញបងប្អូនពីបុព្វបត្តិដែលគេប្រើតំណាងឲ្យចំនួនពី1ដល់10 1 mono 2 d 3 tri 4 tetra 5 penta 6 hexa 7 octa 8 octa 9 nona 10 deca បន្តទៅទៀតនេះយើងទៅមើលរូបមន្តសម្រាប់ការគណនាម៉ាស់ទឹកក្នុងសមាសធាតុដោយម៉ាស់ទឹកស្មើនឹងចំនួនម៉ូលទឹកក្នុងរូបមន្តគុណនឹងម៉ាស់ម៉ូលេគុលធាតុនៃទឹកចែកឲ្យម៉ាស់ម៉ូលេគុលធាតុនៃសមាសធាតុនិងគុណជាមួយម៉ាស់ភាគសំណាកឧទាហរណ៍គណនាម៉ាស់ទឹកដែលមានក្នុង10ក្រាមនៃក្រាមសូដ្យូមកាបូណាតដេកាអ៊ីដ្រាតេម៉ាស់អាតូមធាតុសូដ្យូមស្មើ23អុកស៊ីសែនស្មើ16កាបូនស្មើ12អ៊ីដ្រូសែនស្មើ1ដោយក្នុងក្រាមសូដ្យូមកាបូណាតដេកាអ៊ីដ្រាតេមាន10ម៉ូលេគុលទឹកតាមរូបមន្តខាងលើយើងអាចសរសេរបានថាម៉ាស់ទឹកស្មើនឹង10ម៉ូលេគុលទឹកគុណនឹងម៉ាស់ម៉ូលេគុលធាតុរបស់ទឹកចែកឲ្យម៉ាស់ម៉ូលេគុលធាតុរបស់ក្រាមសូដ្យូមកាបូណាតដេកាអ៊ីដ្រាតេហើយគុណនឹងម៉ាស់ភាគសំណាកដោយម៉ាស់ភាគសំណាកដែលគេឲ្យស្មើ10ក្រាមដូច្នេះយើងត្រូវរកម៉ាស់ម៉ូលេគុលធាតុរបស់ទឹកនិងម៉ាស់ម៉ូលេគុលធាតុរបស់សូដ្យូមកាបូណាតដេកាអ៊ីដ្រាតេរួចចំនួនចូលទៅក្នុងរូបមន្តដូចនេះយើងអាចគណនារកម៉ាស់ទឹកបានគឺស្មើ 6.29 ក្រាមចំណុចទី6រូបមន្តងាយរូបមន្តងាយរបស់សមាសធាតុគីមីជារូបមន្តបង្ហាញពីចំនួនអាតូមធាតុនៃធាតុខុសៗគ្នាដើម្បីកំណត់រូបមន្តងាយទី1ត្រូវស្គាល់ភាគរយឬម៉ាស់របស់ធាតុទី2ចែកលទ្ធផលដែលទទួលបានជាមួយលទ្ធផលដែលតូចជាងទី3យកលទ្ធផលធ្វើជាសន្ទស្សន៍ឧទាហរណ៍សមាសធាតុមួយមានអុកស៊ីសែន 88.89% និងអ៊ីដ្រូសែន 11.11% ចូលកំណត់រូបមន្តងាយរបស់វាជំហានដំបូងយើងត្រូវចែកភាគរយរបស់ធាតុជាមួយម៉ាស់អាតូមធាតុរបស់ធាតុនីមួយៗបន្ទាប់មកចែកជាមួយលទ្ធផលដែលតូចជាងគេចុងក្រោយយកលទ្ធផលដែលទទួលបានធ្វើជាសន្ទស្សន៍ដូចនេះរូបមន្តងាយដែលយើងទទួលបានគឺ H2O ចំណុចបន្តទៅទៀតនេះគឺចំណុចទី7សមីការគីមីក្នុងសមីការគីមីធាតុឬសមាសធាតុនៅផ្នែកខាងឆ្វេងសញ្ញាព្រុញហៅថាអង្គធាតុប្រតិករហើយសារធាតុថ្មីដែលកកើតឡើងនៅផ្នែកខាងស្ដាំសញ្ញាព្រុញហៅថាអង្គធាតុកកើតឬផលិតផលសមីការពាក្យជាការសរសេរសមីការជាអក្សរឬពាក្យចំណែកសមីការគីមីជាការសរសេរជារូបមន្តគីមីដើម្បីសរសេរសមីការគីមីឲ្យបានត្រឹមត្រូវបងប្អូនត្រូវអនុវត្តតាមវិធានដូចខាងក្រោមទី1សរសេរសមីការពាក្យតាមព័ត៌មានដែលគេផ្ដល់ឲ្យទី2សរសេរសមីការដោយប្រើនិមិត្តសញ្ញាគីមីទី3ថ្លឹងសមីការប្រតិកម្មដោយលៃយ៉ាងណាឲ្យចំនួនអាតូមនៃធាតុទាំងអស់មានចំនួនស្មើគ្នាទី4ចង់បញ្ចប់ដាក់និមិត្តសញ្ញាភាពរូបឲ្យគ្រប់អង្គធាតុប្រតិករនិងអង្គធាតុកកើតចំណាំអង្គធាតុរឹងតាំងដោយអក្សរ S រាវតាំងដោយអក្សរ L ឧស្ម័នតាំងដោយអក្សរ Z និងសារធាតុរលាយក្នុងទឹកតាំងដោយអាគុយបន្ទាប់មកនេះយើងចូលទៅកាន់ចំណុចទី8ដែលជាចំណុចចុងក្រោយនៃមេរៀនទី1របស់យើងគឺនិយាយអំពីសមីការអ៊ីយ៉ុងសមីការអ៊ីយ៉ុងជាសមីការដែលបានពីអ៊ីយ៉ុងចូលផ្សំគ្នាក្នុង solution ចូលបងប្អូនចំណាំចំពោះអង្គធាតុដែលអាចរលាយនៅក្នុងប្រតិកម្មគីមីអាចសរសេរជាអ៊ីយ៉ុងបានចំណែកអង្គធាតុរឹងមិនអាចសរសេរជាអ៊ីយ៉ុងបានទេឧទាហរណ៍យើងដាក់ solution sodium hydroxide ចូលក្នុង solution តុងដែង2 sulfate យើងទទួលបានតុងដែង2 hydroxide រឹងនិង solution sodium sulfate ជំហានដំបូងយើងត្រូវសរសេរសមីការពាក្យជាមុនសិនដើម្បីដឹងថាសមាសធាតុមួយណាជាអង្គធាតុប្រតិករសមាសធាតុមួយណាជាអង្គធាតុកកើតរួចធ្វើការសរសេរសមីការគីមីនិងថ្លឹងសមីការឲ្យបានត្រឹមត្រូវបន្ទាប់មកទៀតធ្វើការសរសេរសមីការអ៊ីយ៉ុងដោយយើងបានដឹងហើយថាសារធាតុដែលរលាយក្នុងប្រតិកម្មគីមីអាចសរសេរជាអ៊ីយ៉ុងបានចំណែកអង្គធាតុរឹងមិនអាចសរសេរជាអ៊ីយ៉ុងបានទេបន្ទាប់ពីសរសេរសមីការអ៊ីយ៉ុងរួចយើងឃើញថាអ៊ីយ៉ុងសូដ្យូមនិងអ៊ីយ៉ុងសូលផាតមាននៅក្នុងអង្គទាំងសងខាងនៃសមីការហៅថាអ៊ីយ៉ុងទស្សនិកព្រោះវាមិនបានចូលរួមក្នុងប្រតិកម្មទេគេអាចសម្រួលចោលបាន
ដូចនេះគេអាចសរសេរសមីការអ៊ីយ៉ុងខាងលើបានជាអ៊ីយ៉ុងតុងដែងបូកឲ្យអ៊ីយ៉ុងអ៊ីដ្រុកស៊ីតបង្កើតបានជាសមាសធាតុតុងដែង2អ៊ីដ្រុកស៊ីត